各位同学，大家好！欢迎各位同学来到我们的国语学校សូមស្វាគមន៍សិស្សានុសិស្សជាទីស្រឡាញ់ផងដែរមកកាន់សាលាភាសាចិនគប់ងឺរបស់យើងនៅថ្ងៃនេះ同学们មេរៀនរបស់យើងចិត្តចប់ហើយណាកូនសិស្សរៀនដល់64ហើយអញ្ចឹងនៅសល់តែមួយទៀតចប់តែម្ដង65ចប់ណាបាទអញ្ចឹងសូមយកចិត្តទុកដាក់រៀនសូត្រ请同学们专心学习นะ我们还有一节课就完了现在我们学习到第64课了剩下一节课这样子请大家努力学习起来បន្ទាប់ពីចប់វគ្គហ្នឹងហើយយើងរៀនសភៅមួយក្បាលទៀតណា我们学习一本书បាទហើយយើងចូលទៅសន្ទនាមធ្យមលេខកសែតតែម្ដងOK同学们ចឹងកុំឲ្យខាតពេកយើងចាប់ផ្ដើម我们来开始学习ណាបាទ第什么第64课每年第64បាទ64លេខបាទ生词កុំអាន生词អត់生词ឯង生词词ណា生词បាទលេខ1过户យើងបកថាកាត់ឈ្មោះបាទកាត់ឈ្មោះដូរពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតអាហ្នឹងគេហៅថាកោហ៊ុកាត់ឈ្មោះបាទផ្ទេរឈ្មោះមានន័យថាដូរម្ចាស់ហើយដូរឈ្មោះរបស់ម្ចាស់ហ្នឹងហើយណាកាត់ឈ្មោះហ្នឹងជាន់យ៉ាងយើងបកថាសេងបន្តពីម្នាក់ទៅម្នាក់ទៀតអញ្ចឹងណាសេងគេហៅជាន់យ៉ាងបាទអញ្ចឹងសេងបន្តគេប្រើជាន់យ៉ាងណា签约合同យើងបកថាចុះកុងត្រាបាទចុះកុងត្រាឬក៏ចុះហត្ថលេខាលើកិច្ចសន្យាបកបានពីរទី1ចុះកុងត្រាហើថងហ្នឹងកិច្ចសន្យាឬក៏កុងត្រាណាបាទដល់ពេលមួយទៀតយើងបករៀងព្រោះមួយម៉ាត់ទៀតយើងបកចុះហត្ថលេខាលើកិច្ចសន្យាយ៉ាអានេះក៏បានដែរអញ្ចឹងឈឿនយឿហ្នឹងបកថាសញ្ញេឬក៏ចុះហត្ថលេខាហ្នឹងឯង继续合同បន្តកិច្ចសន្យា继续បន្ត合同កិច្ចសន្យា继续合同បន្តកិច្ចសន្យា继续ណាបាទ终止合同អាហ្នឹងយើងបកបញ្ចប់វិញបញ្ចប់កិច្ចសន្យាបាទ终止合同បញ្ចប់កិច្ចសន្យាឬក៏បញ្ចប់កុងត្រាណាបាទអូខេបញ្ចប់កុងត្រាអូខេ同学们យើងចូលមកលេខ6ទីភីហ្វិនកើយើងបកថាពុះដីឡូពុះវាម្ដុំមួយប្លង់អញ្ចឹងណាហ្វិនកើហ្នឹងមានថាពុះហើយពុះចែកហើយពុះចិត្តចែកម្ដុំដល់ពេលទីភីដីឡូទីភីហ្វិនកើមានថាពុះដីឡូ个人购房ទិញ